mà xuất đây ngày nay dân điền là Google đấy chẳng ngày nay nhập đồ là logo channel tham mây là channel YouTube của nhóm chẳng logo tham mấy cái nhập đã rủ bạn tập ta bạn em chứ mà giờ điền phải vô review tiền cho dùng mình đây có về miền dương miền từng dùng mình đây miền tiền cả anh hoàn chẳng cái tôn từ nâng các lời Google App nâng đã để dựng này gì vì contact nó cứ giờ này gì chọn tới cái tôn từ nâng contact nó cứ cái tôn từ nâng cả tầm đẹp đầu mà dưỡng từng lấy tủ sắp rồi có email chẳng contact những việc chọn chỉ môi trường từng Gmail Google Gmail là Gmail chỉ môi nâng calendar cái tôn nâng Google Meet rồi có Google Chat và nâng Android meta device Android trên xe chết cái tôn nâng số bây giờ tụ sắp đại dương phim xe tiết tương mình thà iOS rồi có iOS có về miền này tại còn là thay vì miền chỉประเภท Google account này dương còn là việc ra iOS xeแต่เป็นนึงแต่យើងប្រើប្រភេទ Android គឺបន្ទប់ច្រើនមានទាំងនេះវាទុកនៅក្នុង contact ហ្នឹងមានថាយើងពេលដែលយើង save លេខទូរស័ព្ទ save email ទៅវារត់ចូលទៅក្នុង Google របស់យើងជាក្នុង Gmail របស់យើងទៅតែពេលយើង save ទៅក្នុង Gmail ពេលយើងយក Gmail យើងទៅវាយទៅក្នុងនេះនៅក្នុងទូរស័ព្ទណាមួយឬក៏ device ណាមួយឬក៏ computer ណាមួយក៏វា load ជាលេខទូរស័ព្ទនឹងមកឲ្យយើងឃើញវិញដែរអញ្ចឹងណាតួនាទីរបស់វាយើងអាចមើលនេះអញ្ចឹងវាសម្រាប់ការងាររបស់វាគឺរក្សាទុកនិងគ្រប់គ្រងការទំនាក់ទំនងលើលេខទូរស័ព្ទឬក៏ email សកម្មភាពវាគឺទំនាក់ទំនងជាមួយនឹង email ជាមួយ Gmail របស់យើងហ្នឹង email ហ្នឹងនឹងប្រភេទ Android បង្កើតជាក្រុមឬក៏ label រកឃើញទំនាក់ទំនងនេះយើងអាចមើលឬក៏ feed មានថាយើងចុះចូលទទួលនឹងការចុះចូលឬក៏បិទលេខមួយចំនួនក៏បានដែរហ្នឹងលុបចោលចូលហើយយើងអាច export ចេញហើយយើងយក file នេះ file CSV នេះឬក៏ file V card ហ្នឹងយកទៅ send ទៅកាន់អ្នកដទៃហើយអ្នកដទៃគាត់គ្រាន់តែចុចលើហ្នឹងគាត់ចុចនេះមកចឹងវានឹង load ចូលវានឹង load ចូលទៅក្នុងទូរស័ព្ទរបស់គាត់មានថាលេខទូរស័ព្ទដែលយើង contact ហ្នឹងផ្ញើទៅគាត់ import ទៅវាចូលទៅយើងមានលេខទូរស័ព្ទដូចគ្នានឹងរបស់យើងតែមួយខ្ញុំធ្លាប់ធ្វើវិធីសាស្ត្រហ្នឹងគឺយើង import ពីទូរស័ព្ទចាស់របស់យើងដែលវាចិត្ត error ហ្នឹងយើងផ្ញើមកបន្ត import ចូលទូរស័ព្ទថ្មីមកលេខទូរស័ព្ទយើងមានទាំងអស់នៅលើទូរស័ព្ទថ្មីឃើញទេចានេះគឺជាការពលនីផ្សេងៗទៅទៅនឹងការប្រើប្រាស់លើវានេះលក្ខណៈពិសេសរបស់វានេះជាសារទុកទំនាក់ទំនងក៏ពិត Google Translate វាបកប្រែអត់សូវត្រូវប៉ុន្មានខ្ញុំប្រើបច្ចេកខ្ញុំប្រើជាមួយនឹង Google Translate ជាអាច import ពិតទៅនៅលើនេះក្រោមនេះវាគាត់អាមួយវាបង្ហាញជាភាសាអង់គ្លេសមួយវាបង្ហាញជាភាសាខ្មែរនៅផ្នែកខាងលើអញ្ចឹងវិធីប្រើប្រាស់វាគឺយើងចូលទៅកាន់ Google Contact យើងវាយពាក្យបែបហ្នឹងមកហើយយើងបង្កើតទៅមានលេខទូរស័ព្ទមានអាស័យដ្ឋានអាច save ទៅតាមហ្នឹងមកហើយនេះរបៀបធ្វើសកម្មភាពទំនាក់ទំនងលើ Android មានថាការប្រើប្រាស់លើ Android គឺយើងចូលទៅកាន់ setting Google Manager Google Manage Google rồi chạy lên report rồi chạy đến settings hay contact simហើយយើងបើកទៅយើងឃើញរបៀបមើលយើងមើលទៅក៏ចូលតាមហ្នឹងនេះចូលទៅកាន់ Google Contact ចុចលើមើលឬចុចលើ feed Google ស្វែងរកទំនាក់ទំនងស្ទួនចុចលើមើលដើម្បីបញ្ចូលគ្នាអញ្ចឹងណា import ចេញនិង export ចូលនេះគេ import យើងចូលទៅកាន់នឹងមកយើងចុចពាក្យ import មកយើងទាញ file នឹងបញ្ចូលមក update មកវាចូលទៅក្នុងទូរស័ព្ទដៃយើងហើយដល់ពេល export មានថាយើងទាញចេញអញ្ចឹងចូលទៅកាន់នឹងដូចគ្នាមកទំនាក់ទំនងហើយយើងចុចលើពាក្យថាទាញហើយចុចលើពាក្យ export ទៅយើងទាញចេញមកក្រៅនេះគឺជានិយមន័យផ្សេងៗទៀតទៅនឹងការប្រើប្រាស់វា Vì vậy này cứ
និយមពីការប្រើប្រាស់នៅលើ Google Contact ឬក៏ iCloud Contact អញ្ចឹងវាមានលក្ខណៈដូចគ្នានិងលក្ខណៈខុសគ្នាទៅតាមនិយមន័យខាងមុខវានេះអានេះវាមានទាំងអស់គ្នាដូចគ្នានេះសំបីតា iPhone ក៏មាន Android ក៏មានដែរហើយមើលនេះអានេះមានអានេះអត់ជាច្រើនគឺ Google Contact វាមានច្រើនជាងឥឡូវយើងមកមើលពីទម្រង់មកវាបន្តិចយើងអាចចុចពាក្យថា Google Contact ក៏បានដែរចឹងមកហើយយើងចុចលើពាក្យហ្នឹងទៅឬក៏យើងចូលតាមនេះយើងយកពាក្យថា Google Contact ក៏បានដូចគ្នាដែរទម្រង់វាតែមួយទេនេះ Google Contact មកចឹងឃើញយើងឃើញ interface របស់វានេះជា interface របស់វាចឹងចំណុចដំបូងដែលយើងមើលឃើញផ្នែកខាងស្ដាំនេះផ្នែកខាងឆ្វេងនេះគឺពាក្យថា Contact នេះហើយវាដាក់រូបជា logo របស់មនុស្សចឹងណាហើយចំណុចនេះគឺយើងសម្រាប់បង្ហាញនៅអត្ថន័យផ្នែកខាងក្រោមនេះឲ្យវាឃើញនិងលាក់វាទៅវិញចឹងពេលយើងចុចចឹងទៅវារំខានហើយផ្នែកត្រង់ចំណុចនេះគឺតើតើនឹងការ search ចឹងយើង search ពីឈ្មោះនរណាម្នាក់ចឹងយើងអាចវាយបញ្ចូលចឹងទៅចឹងវានឹង load ឈ្មោះអ្នកនឹងឬក៏ផ្ដើមដោយអក្សរមួយនឹងឲ្យយើងចឹងណាចឹងឈ្មោះនឹងមានវានឹង load បញ្ជាក់យើងនឹងតើតើនឹងការ search ទិន្នន័យហើយនៅនេះវាមានការបែងចែកយើងតើតើទៅនឹងយើងមើលផ្នែកខាងលើនេះមានឈ្មោះគឺជួរនេះបង្ហាញពីឈ្មោះជួរនេះគឺបង្ហាញពី email ជួរនេះបង្ហាញពីលេខទូរស័ព្ទហើយនេះគឺបង្ហាញពីមុខងាររបស់គេឬក៏ការងាររបស់គេដែលយើងធ្វើការដាក់បញ្ចូលនៅក្នុងនឹងអញ្ចឹងវានឹងប្រាប់តាមដែលនឹងការងារគាត់នៅណានៅតាណាមួយទូនាទីអីគេយើងដាក់បញ្ចូលនៅនឹងហើយនៅក្នុងនេះវាមានពាក្យថា import នោះមានថាយើង import file របស់យើងនឹងយកទៅចេញហើយយើងយកទៅដាក់ក្នុងទូរស័ព្ទដៃចូលបានអញ្ចឹងណាផ្ញើទៅកាន់អ្នកដទៃក៏អាចផ្ញើទៅបានដែរហើយផ្នែកខាងនេះគឺយើងធ្វើការ print នៅលេខរបស់យើងនឹងចេញនេះយើងចេញមកហើយ print អញ្ចឹងវានឹងបង្ហាញជាលក្ខណៈ print ឲ្យយើងអញ្ចឹងយើងចូលទៅកាន់នេះយើងគណិតជាមួយនឹងលេខទូរស័ព្ទជាមួយនឹងម៉ាស៊ីន print មកអញ្ចឹងនេះគឺជាលេខទូរស័ព្ទទាំងអស់ដែលខ្ញុំបានសេវទុកនេះឃើញទេវា load ឲ្យយើងអាច print យកមកទុកបានដល់ពេលយើង export វាផ្សេង export គឺចុចនេះមកអញ្ចឹងវានឹងចាំតិចប្រចាំគឺអានេះយើងចុចទៅវា download ទុកឲ្យនេះពេលដែលយើងចុចលើ import មកវា load បែបនេះអញ្ចឹង file ដែលយើងអាចជ្រើសរើសបានវាមាន3 file ឬចង់ដាក់ជាមួយនឹង iOS ឬក៏ Android ដាក់បានទាំងពីរអានេះនេះ file Google CSV នេះ CSV ដែរ Outlook only បាទនេះយើងបានទាំងពីរអានេះបានតែប្រភេទ Android ទេហើយចុចលើពាក្យ import ទៅហើយលេខទូរស័ព្ទរបស់យើងវាបានបញ្ជាក់ថាក្នុងនោះមាន79លេខទូរស័ព្ទនឹងហើយយើងចុច import ទៅវានឹងធ្វើការទាញ download ឲ្យយើងនេះជា file របស់ខ្ញុំហើយយើងធ្វើការ import ចូលក្នុងទូរស័ព្ទដៃយើងទៅយើងនឹងប្រើប្រាស់វាបាននេះយើង scroll វាធម្មតាតើតើនឹងការ scroll នេះគឺបង្ហាញពីថ្ងៃ birthday អានេះវាបង្ហាញពី currency នេះក៏ជាបង្ហាញពីឈ្មោះពីលេខ email អីនៅលើនេះដែរហើយយើងអាចនេះមកនេះ order នេះផ្សេងទៅនឹង email ផ្សេងដែលខ្ញុំគណិតជាមួយគាត់សូមបង្ហាញបន្តិចហើយនៅតែបង្ហាញយូរនោះវា load បញ្ហាលើនេះយើងលើនេះអានេះវាមានកន្លែងពាក្យនេះទៅតង fix ដែលយើងអានមិញហ្នឹងទៅតងនឹង fit and manage ចឹងនឹងវាមានកន្លែង fit នេះបើសិនវាមានបញ្ហាយើងអាចជួសជុលវានឹងបាននេះយើងធ្វើការ import ចូលមានថា file ដែលយើង export ចេញមិញហ្នឹងយើង import ចូលមកខាងក្នុងនៃម៉ាស៊ីនរបស់យើងឬក៏ Google Drive របស់យើងឬក៏ Google Contact របស់យើងអញ្ចឹងណាហើយយើងចុច select ទៅយើងទៅរក file មិញមកយើងគាត់ចុចនៅលើវាទៅមកហើយយើងចុចលើពាក្យ OK ទៅវានឹងរត់ចូលទៅក្នុងរបស់យើងវិញទៅតាមអ្វីដែលយើងបាន import ចេញប៉ុន្មាន import ចូលវិញប៉ុណ្ណឹងអញ្ចឹងណានេះគឺកន្លែងយើងលុប
ចឹងនៅលើនឹងវាមានតែប៉ុណ្្នឹងឯងហើយយើងភ្លេចប្រាប់ត្រង់នេះគឺកន្លែងយើងសម្រាប់ add បន្ថែមមានថាយើងចុចលើនឹងមកចឹងវាមានពាក្យថា create text ចឹងមានថាពេលយើងចុចលើនឹងគឺវានឹង load ទម្រង់បែបនេះយើងចឹងយើងអាចធ្វើការដាក់នៅរូបភាពយើងដាក់រូបភាពឲ្យគាត់មកយើងអាចទាញ upload ពីខាងក្រៅក៏បានឬក៏យើងយករូបភាពដែលមានស្រាប់នៅលើនឹងយកមកដាក់ចូលនេះអញ្ចឹងចឹងបើសិនយើង upload យើងចូលកន្លែង upload មកដល់ពេលនេះយើងដាក់ហើយយើងអាច remove ឬក៏ change យើងចុចលើនេះមកដើម្បីផ្លាស់ប្ដូររូបភាពយើងនឹងទៅកាន់រូបភាពផ្សេងពេលយើងចុចលើពាក្យ change វានឹង load ទម្រង់នៃរូបភាព3ផ្នែកឲ្យយើងទៅនឹងរូបភាពដែលមានស្រាប់ទៅនឹង illustration ទៅនឹង Google Phone ហើយនឹងយើងទាញចេញពីកុំព្យូទ័រចេញពីកុំព្យូទ័រយើងធ្វើការចុចនៅលើពាក្យថា upload from កុំព្យូទ័រអញ្ចឹងទៅយើងចុចលើនឹងមកអញ្ចឹងយើងទៅយករូបភាពរបស់យើងយកមកដាក់បញ្ចូលអញ្ចឹងវានឹងធ្វើការ upload នៅរូបភាពយើងនឹងចូលទៅក្នុងនឹងupload ចូលដល់ពេលហើយយើងអាចយករូបភាពនឹងយកមកធ្វើជា profile របស់រូបភាពរបស់លេខយើងឬក៏ email របស់ដែលយើងបាន save គេចុចចឹងមកអញ្ចឹងវាធ្វើការ upload រូបភាពនឹងយកមកធ្វើជា profile បន្តមកផ្នែកខាងក្រោមគឺយើងដាក់ពីឈ្មោះយើង zoom តិចមកយើងទៅសេះឈ្មោះគេបញ្ចូល first name last name កន្លែងការងារក្រុមហ៊ុនទៅទៅនឹងការងាររបស់គេផ្នែកអីគេ email កន្លែងនេះលេខទូរស័ព្ទតើគេនៅប្រទេសណាយើងជ្រើសតាមនឹងទៅប្រទេសរបស់គេមកហើយយើងអាច add បន្ថែមទៀតហើយយើងអាចបន្ថែមទាំងលេខទូរស័ព្ទនេះគឺតំបន់របស់គេតើគេរស់នៅណាចុចលើនឹងមកតែគេនៅកម្ពុជានៅប្រទេសលេខម៉ានអីម៉ានយើងដាក់បញ្ចូលតាមនឹងមកហើយយើងអាចបន្ថែមនៅ address វាទៀតណាខ្សែឋានគេមួយទៀតពីលើទៀតហើយនេះទៅនឹងថ្ងៃ birthday របស់គេថ្ងៃកំណើតរបស់គេយើងអាចដាក់បញ្ចូលទៅនឹងហើយ note page នេះយើងអាចដាក់ note អីថែមលើនឹងទៀតហើយយើងអាច see more មកយើងមើលឃើញនៅអីផ្សេងៗទៀតទៅនឹង website គេមាន website អត់ personal នេះទៅនឹងការទំនាក់ទំនងរបស់គេផ្សេងយើងអាចដាក់នៅលើនឹងបានបើមិនយើងចង់បានប៉ុណ្ណេះយើងដាក់តែប៉ុណ្្នឹងទៅគឺការស្រេចហើយយើងចុចលើពាក្យថា save ទៅហើយយើងចុចដាក់ផ្កាយមួយដើម្បីឲ្យវានៅផ្នែកខាងលើគេតែប៉ុណ្្នឹងហើយ save ទៅវានឹងចេញ file ឲ្យយើងតែប៉ុណ្្នឹងចំចឹងទៅនឹងការប្រើប្រាស់លើ Google Contact មានតែប៉ុណ្្នេះអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ